ថ្ងៃនេះខ្ញុំសូមដូរប្រធានបទដោយមិននិយាយពីរឿងព្រះឬរឿងដំណឹងល្អអីទេតែនិយាយពីលុយហើយខ្ញុំចង់សួរថាតើអ្នកស្គាល់លុយច្បាស់ហើយឬនៅនិយាយអញ្ចឹងប្រហែលមានអ្នកខ្លះគិតថាសួរមើលតែគេនឹងមិនស្គាល់លុយបើគិតអញ្ចឹងវីដេអូនេះគឺសម្រាប់អ្នកហើយសូមមើលឲ្យចប់ខ្ញុំសូមនិយាយពីដើមទីទៅតែម្ដងលុយគឺដូចជាកូនចៅដ៏ស្មោះត្រង់មួយអញ្ចឹងបើយើងមិនចេះគ្រប់គ្រងវាទេវានៅជាមួយយើងមិនបានយូរទេពេលខ្ញុំទៅរៀននៅសាលាពាណិជ្ជកម្មនៅអាមេរិកទើបខ្ញុំស្គាល់លុយច្បាស់ហើយខាងក្រោមនេះគឺជាអ្វីដែលខ្ញុំចង់ចែកចាយជាមួយបងប្អូន 1. លុយសល់ពីការចំណាយមិនអាស្រ័យលើប្រាក់ចំណូលតិចឬមួយច្រើនទេតែវាអាស្រ័យទាំងស្រុងទៅលើគំនិតយើងបើចិត្តយើងចង់បានតិចការចំណាយរបស់យើងក៏តិចបើចិត្តយើងលោភឃើញស្អីបន្តិចចង់តែទិញស្អីបន្តិចចង់តែបានទោះមានលុយរាប់ពាន់រាប់លានក៏វាមិនសល់ដែរឧទាហរណ៍ជាក់ស្ដែងស្ដេចចម្រៀងអាមេរិក Michael Jackson រកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំតែពេលស្លាប់ទៅមានបំណុលប្រមាណ500លានដុល្លារហេតុអីដោយសារតែការចំណាយខ្ជះខ្ជាយរបស់គាត់អញ្ចឹងសរុបទៅលុយសល់គឺមិនសំដៅទៅលើយើងរកចំណូលបានច្រើនឬតិចទេតែពឹងផ្អែកទៅលើគំនិតរបស់យើងផ្ទាល់បើអត់គំនិតទោះយើងឲ្យបុគ្គលនោះ1000ឬ10000ដុល្លារក៏គាត់យកទៅចាយអស់ហើយត្រឡប់មកក្រដូចដើមខ្ញុំឃើញបទពិសោធន៍នេះពេលទៅធ្វើការនៅស្ទឹងមានជ័យក្រុមគ្រួសារអ្នករើសអេតចាយមួយយើងទិញតុកតុកឲ្យគាត់ទៅរត់រកលុយដើម្បីឲ្យឈប់ទៅរើសអេតចាយគាត់រត់អត់បានលុយដំបងលក់កន្ទុយតុកតុកទុកម៉ូតូក្រោយមកយកម៉ូតូទៅលក់ទៀតហើយបកមករើសអេតចាយវិញឃើញទេបើមិនចេះគ្រប់គ្រងលុយវាមិននៅជាមួយយើងទេ 2. កត់ត្រាចំណាយប្រចាំខែខ្ញុំអត់ដឹងថាបងប្អូនមានទម្លាប់កត់ត្រាចំណាយប្រចាំខែឬទេមានពេលមួយខ្ញុំចុះហាត់ការនៅក្រុមហ៊ុនមួយនៅអាមេរិកគេធ្វើបញ្ជីចំណូលចំណាយរាល់ខែហើយខ្ញុំអ្នកកាន់បញ្ជីហ្នឹងចំណូលគេរាប់លានដុល្លារក្នុងមួយខែតែសូម្បីទិញប្រេងម៉ាស៊ីន$1ក៏គេកត់ចូលបញ្ជីដែរហើយខ្ញុំដឹងថាក្រុមហ៊ុនដទៃទៀតគេមានបញ្ជីចំណូលចំណាយដូចគ្នានេះដែរពេលនោះខ្ញុំដឹងថាខ្លួនយើងក៏មិនខុសពីក្រុមហ៊ុនដែរដោយរៀនតាមគំរូនោះខ្ញុំចាប់ផ្ដើមកត់ត្រាចំណូលចំណាយខ្ញុំរាល់ខែខ្ញុំដឹងថាមួយខែខ្ញុំចាយអស់ប្រមាណហើយចាយទៅលើអ្វីខ្លះមកដល់ចំណុចនេះតើបងប្អូនមានដឹងថាខ្លួនចំណាយប៉ុន្មានក្នុងមួយខែបើអ្នកនិយាយដោយស្មានថាខ្ញុំចំណាយអស់ប្រហែលប៉ុណ្នេះឬប៉ុណ្នោះនោះអ្នកអត់ស្គាល់លុយខ្លួនឯងទេបើនិយាយថាខ្ញុំចំណាយអស់321.5កាក់នោះខ្ញុំដឹងថាបងប្អូនស្គាល់លុយហើយពេលយើងដឹងចំណូលចំណាយយើងអាចសន្សំបានហើយយើងមិនចាំបាច់រកហេតុផលអីដើម្បីសន្សំលុយទេសន្សំវាសន្សំទៅក្រែងពេលមានអាសន្នយើងយកវាមកដោះទាល់ពេលយើងពូកែសន្សំលុយនឹងមានអ្នកដទៃនិយាយថារិះថាំគេថាអីថាទៅបើយើងវាថាំមែនតែខ្ញុំដឹងច្បាស់ថាពេលយើងអត់លុយអ្នកដែលនិយាយថាយើងរិះថាំគេមិនចិត្តល្អឲ្យលុយគេមកជួយយើងទេបើយើងអត់យើងទៅញ៉ាំបាយផ្ទះគេមួយពេលបានតែបើនៅជាមួយគេ3ទៅ4ថ្ងៃធម៌ព្រះវេស្សន្តរនឹងចេញពីខ្លួនគេហើយបន្ថែមពីលើនេះទៀតហេតុអ្វីបានជាយើងត្រូវយកលុយដែលខំរកបានទៅចាយខ្ជះខ្ជាយដើម្បីបំពេញចិត្តអ្នករិះគន់យើងមានគ្រួសារប្រពន្ធកូននិងម៉ែឪដែលត្រូវទំនុកបម្រុងនៅក្នុងករណីខ្លះអ្នកដែលនិយាយថាយើងរិះថាំនៅមុខគេស្ងាត់ផ្ញើសារមកសុំខ្ចីលុយនៅមុខគេធ្វើរឹកចំណាប់ណាស់ទ្រឹស្ដីអស់ទាស់ដល់ក្រោយខ្នងសម្រាមសុតពេលយើងក្រពេលយើងអត់លុយគ្មានអ្នកណាគេចង់រាប់រកយើងទេមានតែខ្លួនទីពឹងខ្លួនយើងទេសុកចិត្តឲ្យគេថាថាំតែមិនឲ្យគេនិយាយថាក្រហើយខ្ញុំដឹងបើយើងមានលុយទឹកមាត់យើងប្រៃនិយាយអីក៏គេស្ដាប់ដែរអញ្ចឹងទេសូមកត់ត្រាចំណូលចំណាយប្រចាំខែហើយសន្សំលុយទុក 3.
ចេះបែងចែកអ្វីទៅជាទ្រព្យអ្វីទៅជាបំណុលអ្នកខ្លះគិតថាផ្ទះជាទ្រព្យតាមពិតវាជាបំណុលទេតែបើផ្ទះនោះយើងជួលឲ្យគេហើយផ្ដល់ចំណូលប្រចាំខែឲ្យយើងវាគឺជាទ្រព្យម៉ូតូក៏ដូចគ្នាបើគ្រាន់តែទិញជិះទេវាគឺជាបំណុលតែបើប្រើវារត់ដប់ឬដឹកម្ហូបវាជាទ្រព្យនៅក្នុងនិយមន័យហិរញ្ញវត្ថុអ្វីដែលនាំចំណូលមកជាទ្រព្យហើយអ្វីដែលនាំលុយចេញគឺជាបំណុលឧទាហរណ៍ផ្ទះយើងនៅយើងត្រូវលាបថ្នាំបង់ពន្ធពេលខូចជួសជុលសុទ្ធតែចេញលុយមួយទៀត depreciation ខ្ញុំមិនដឹងថាខ្មែរគេហៅមិនដេចទេតែខ្ញុំអាចបញ្យល់បានបំណុលវាបាត់បង់តម្លៃពីមួយឆ្នាំទៅមួយឆ្នាំឧទាហរណ៍យើងទិញឡានខ្លាញ់គោពេលអូសចេញពីការ៉ាសភ្លាមវានឹងបាត់បង់តម្លៃ 20% មួយរំពេចបើយើងជិះសូម្បីតែ1ម៉ោងយកទៅលក់វិញគោវាមិនបានថ្លៃដើមដែរហើយមួយឆ្នាំក្រោយមកទៀតវាខាត 10% រាល់ឆ្នាំការដែលបាត់បង់តម្លៃអូតូម៉ាទិកនោះហើយដែលគេហៅថា depreciation អញ្ចឹងទេបើមិនចាំបាច់កុំទិញឡានម៉ូតូបង់រំលោះព្រោះយើងខាតការប្រាក់មួយហើយខាត depreciation មួយតង់ទៀតផ្ទុយទៅវិញទ្រព្យវាកើនតម្លៃពីមួយឆ្នាំទៅមួយឆ្នាំឧទាហរណ៍មាសកាលពី20ឆ្នាំមុនមាសមួយតម្លឹងមិនដល់$1,000ផងតែឥឡូវជាង$5,000ហើយកុំគិតថាមាសធ្លាក់មក$1,000វិញគ្មានផ្លូវទេបើយើងទិញមាសគីឡូទុកយើងអត់មានចំណាយទៅលើវាដូចផ្ទះដែលត្រូវលាបថ្នាំឬមួយបង់ពន្ធទេយើងគ្រាន់តែចាក់សោវាទុកនៅផ្ទះគ្មានចំណាយសូម្បី$1តែតម្លៃវាកើនរាល់ឆ្នាំមកដល់ចំណុចនេះខ្ញុំសង្ឃឹមថាបងប្អូនអ្នកស្ដាប់អាចបែងចែកអ្វីទៅជាបំណុលអ្វីជាទ្រព្យហើយសូមសន្សំទ្រព្យកុំសន្សំបំណុលខ្ញុំគិតថាវាដូចជាវែងបន្តិចហើយដូច្នេះខ្ញុំសូមចែកចាយត្រឹមនឹងចោះតែពីមុនបញ្ចប់ខ្ញុំសូមណែនាំសភៅ2ក្បាលដែលបងប្អូនអាចទៅរកជាវអានបានដែលនឹងជួយបង្រៀនបងប្អូនពីលុយសភៅទី1គឺ Psychology of Money ហើយទី2គឺ The Richest Man in Babylon